ទេវតាឆ្នាំថ្មីព្រះនាមកោរកៈទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មបានយាងចុះមកដល់ហើយនឹងកណនីឆ្នាំម្សាញ់ឥឡូវនេះសង្ក្រាន្តចូលនៅថ្ងៃច័ន្ទ2រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសា គ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅស្ថិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមកោរិកៈទេវីជារាជបុត្រីទី2នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អំពរពណ៌លឿងលំអនៅព្រះការដោយសៀតផ្កាអង្គាបបុសអភរណៈកែវមុតតាផុសហាទ្រង់តេលំប្រេងព្រះហស្តស្ដាំទ្រង់ព្រះខ័នព្រះហស្តឆ្វេងទ្រង់ឈើច្រត់ទ្រង់គង់ផ្ទុំបាត់ព្រះនេតលើខ្នងស្ដេចភ្ជាស្ដេចខ្លាជាយានពីហណៈទៅនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោតហោះទៅកាន់គុហាកែវធម្មមេលីនាទីភ្នំកៃឡាសខេត្តហេមពាន្តជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពាននេះនាំមកដង្ហែប្រតិសិនភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន60នាទីទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោតចូលទៅស្រង់ទឹកអនន្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោឧសភរាជទាំង7ត្រជាក់ខ្សែនខ្សានព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានរក្សាសិលដោយសមណោះរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលព្រះវិស្វកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបបងអពមង្គលឲ្យជ្រះស្រឡះហើយចម្រើននៅសិរីសួស្តីជ័យមង្គលជន្មាយុយិនយូដល់ទេវតានិងមនុស្សសត្វផងទាំងឡាយរំដាប់ទទួលទេវតារំដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមកត្រូវរៀបរៀងទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលិកាផ្សេងត្រូវរៀបចំក្រាលសម្ពុតពណ៌សឬសម្ពុតតាមអំពរទេវតាក៏បានហើយរៀបចំនៅគ្រឿងសក្ការៈបូជាទេវតាមានជាអាចបាយសី9ថ្នាក់មួយគូបាយសី7ថ្នាក់មួយគូបាយសី5ថ្នាក់មួយគូបាយសី3ថ្នាក់មួយគូបាយសីបច្ឆាមមួយគូស្លាធម៌មួយគូទឹកអប់មួយគូទៀន5ធូប5លីក5ផ្កា5ដាក់លើជើងពានមួយគូចេកនួនចេកដាំវ៉ាដាក់លើជើងពានមួយគូផ្លែឈើ11មុខរៀបដាក់ជើងពាន11គូដងឡើងមួយគូទឹកស្អាត2កែវស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្ការព្រះរតនត្រ័យសមាទានសិលហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនៅមន្ទិលទាំងពួងតម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកលុះចប់ពិធីទទួលទេវតានៅខាងដើមរៀនគួរមានឃ្លោះមួយបាំងផងដែរនៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយនៅលើជើងពាននិងនៅលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺទំនាយតាមថ្ងៃសង្ក្រាន្តក្នុងឆ្នាំម្សាញ់សពស័កទំនាយថ្ងៃមហាសង្ក្រាន្តចូលឆ្នាំត្រូវនឹងថ្ងៃច័ន្ទទំនាយថាឆ្នាំនោះនឹងចាញ់សេនាបតីអ្នកធំអុកញ៉ាលោកជំទាវទាំងឡាយចាញ់មានន័យថាខូចបនស័កអនរិស័យមានវិបត្តិភ្លៀងនឹងមានដើមឆ្នាំស្រូវអង្គរល្អណាស់តែមនុស្សនៅជួបផលលំបាកឲ្យក្រែងប្រយ័ត្នខ្សាត់និងមន្ត្រីជំទាវខណាងធ្វើអាក្រក់ធ្វើបាបនឹងកើតមានការតស៊ូរើបបំរាស់មនុស្សនឹងកើតជំងឺដង្កាត់ច្រើន